ឃើញតែជំងឺគ្រុនឈាមណាហក់ឡើងខ្ពស់មែនទែនមិនថាទាំងក្មេងមិនថាទាំងចាស់ទេមានគ្រប់វ័យតែម្ដងអញ្ចឹងខ្ញុំចង់ផ្ញើសារទូជូនទៅកាន់បងប្អូនឲ្យប្រយ័ត្នខ្លួនជាមួយនឹងជំងឺគ្រុនឈាមហើយមាន3ចំណុចដែលខ្ញុំចង់ដាស់តឿនទី1នោះគឺពាក់ព័ន្ធជាមួយនឹងសុខភាពរបស់ខ្លួនឯងផ្ទាល់តែម្ដងបាទកុំអាសាដោះអាវខ្លាំងពេកហើយបើក្មេងៗវាច្រើនចូលចិត្តដោះសម្លៀកបំពាក់ហ្នឹងអញ្ចឹងគួរតែរកមើលសម្លៀកបំពាក់ណាវែងចិត្តភ្លឺកុំល្ងិតទៀតណាបាទភ្លឺអញ្ចឹងអាហ្នឹងហើយគឺសុខភាពក្របកុំឲ្យវាហើយទី2នោះគឺពាក់ព័ន្ធជាមួយនឹងបាទបរិយាកាសជុំវិញហើយនឹងប្រភពនៃមូសបាទប្រភពនៃមូសកាត់ចេញពីណាកាត់ចេញពីទឹកបាទកាត់ចេញពីទឹកអញ្ចឹងរកមើលជុំវិញផ្ទះហ្នឹងមានកន្លែងណាមានដក់ទឹកអត់អ្នកខ្លះគាត់មានពីងអ្នកខ្លះគាត់មានអាងអ្នកខ្លះគាត់មានកង់ឡាននៅក្បែរហ្នឹងឬក៏កលិចកលុកណាមួយដែលជាប្រភពនៃមូសអញ្ចឹងកាលណាបើសិនជាយើងសម្អាតវាឲ្យស្អាតណាបាទកុំឲ្យមានទឹកដក់ហើយបើសិនជាអាងពីងដែលយើងប្រើនោះគួរតែប្រើថ្នាំអាបែតហើយមួយទៀតមានដូចជាកូនត្រីតូចហ្នឹងអាចនៅក្នុងហ្នឹងទៅក៏អាចនឹងកម្ចាត់ប្រភពនៃមូសដែរហើយទី3គឺពាក់ព័ន្ធជាមួយនឹងស្ថានភាពបាទអាការៈរបស់យើងផ្ទាល់តែម្ដងបើសិនជាមានកម្ដៅរបស់យើងនេះខ្ពស់ខ្លាំងអញ្ចឹងបញ្ញាប់មែនតើមើលមន្ទីរពេទ្យឬក៏មណ្ឌលសុខភាពដែលនៅជិតផ្ទះទៅឲ្យលឿនបាទដើម្បីវិភាគមើលថាតើយើងកាត់អីឲ្យប្រកបហើយពេលហ្នឹងគឺយើងនឹងអាចសង្គ្រោះបានទាន់ពេលវេលា